នេះគឺជាករណីឃាតកម្មដែលប្តីហ្នឹងគឺសម្រាប់ប្រពន្ធដែលជាស្ត្រីកាយភេទហ្នឹងនៅក្នុងបន្ទប់អាផាតមិនរបស់ខ្លួនឯងដែលចុងក្រោយគឺគេរកឃើញប្រពន្ធហ្នឹងនៅក្នុងឆ្នាំងស៊ុបអ្នកទាំងអស់គ្នាតែរឿងនេះគឺកើតឡើងនៅប្រទេសអូស្ត្រាលី Marcus ហ្នឹងគឺជាប្តីដែលជនជាតិអូស្ត្រាលីហើយប្រពន្ធហ្នឹងគឺជាបុរសកាយភេទទៅជាស្ត្រីហ្នឹងដែលគេហៅថា transgender ហ្នឹងដែលគាត់គឺជាជនជាតិឥណ្ឌូនេស៊ីហ្នឹងហើយពីហ្នឹងគឺការជំនុំគ្នាបានផាច់ខ្ទង់ជាមួយឆ្នាំក៏កើតរឿងហេតុហ្នឹងកើតឡើងចឹងទៅពីដើមឡើយមកឥឡូវបើយើងនិយាយពីប្រវត្តិរបស់ Marcus ហើយនឹង Maya ហ្នឹងដែលជាជនជាតិឥណ្ឌូនេស៊ីហ្នឹង Maya ហ្នឹងគឺគាត់ធំធាត់ឡើងមកគឺគាត់គឺជាក្មេងប្រុសម្នាក់ដែលស្អាតដែលគេស្រឡាញ់ក្នុងភូមិអីអញ្ចឹងណាហើយគ្រួសារគាត់តែងតែនិយាយថាគឺជាក្មេងប្រុសម្នាក់ដែលល្អដែលសុភាពដែលស្រឡាញ់គ្រួសារអីចឹងទៅប៉ុន្តែនៅពេលដែលគាត់ចាប់ឡើងធំឡើងចឹងទៅគាត់ចាប់ដើមនៅជាមួយជួយចិត្តដើរជាមួយនឹងនារីកែភេទអីចឹងណានៅចិត្តផ្ទះចិត្តភូមិចឹងទៅនៅសាឡននៅអីចឹងទៅពេលចឹងទៅធំឡើងទៅក៏គាត់ហ្នឹងគឺពិតជាចង់កែភេទដូចជាអ្នកដែលគាត់ដើរជាមួយនឹងដែរចឹងទៅដោយសារតែគាត់តាមកើតមកគាត់ជាមនុស្សប្រុសស្រឡាញ់ភេទដូចគ្នាបាត់ហើយក៏ប៉ុន្តែគ្រួសារក៏មិនសូវគ្រប់គ្រងគាត់អីហ្មងដែរប៉ុន្តែសប្តាហ៍ដល់ពេលដល់ថ្ងៃមួយគាត់ក៏សម្រេចចិត្តថាគាត់ចង់រស់នៅម្នាក់ឯងរស់ស៊ីចេញធ្វើការខ្លួនឯងអញ្ចឹងទៅក៏ពេលដែលគាត់មានសេរីភាពអញ្ចឹងទៅគាត់ក៏អាចធ្វើការរកលុយខ្លួនឯងបានគាត់ក៏យកលុយទៅកែភេទវីដេអូនេះនាំចូលដល់ឈុតថែរក្សាមុខរបស់ brand MyEA ដែលខ្ញុំប្រើជាមួយនឹង brand របស់គាត់គឺរយៈពេល2ខែជាងហើយដែលមានជាមួយនឹងសេរ៉ូមមានជាមួយនឹង foam មុខហើយនឹងសម្លេងមុខអ្នកនរគ្នាគឺមួយឈុតនេះគឺអ្នកនរគ្នាប្រើក្នុងរយៈពេលខ្លីគឺឃើញមុខស្អាតសបាត់មុនបាត់ស្នាមបាត់ជ្រូកជ្រួញហើយធ្វើមុខរបស់យើងគឺមានវីតាមីនស្អាតមុខសភ្លឺហ្មងអ្នកនរគ្នាចុះបើសិនជាអ្នកនេះចង់ប្រើដែរអាចតាក់ទងទៅកាន់ page ទាំង3ខាងលើឬក៏លេខទូរស័ព្ទខាងលើបានគាត់ទៅកែភេទនៅឯប្រទេសថៃដែលកែទាំងលើទាំងក្រោមទាំងអស់តែម្ដងគឺដូចស្រីតែម្ដងអញ្ចឹងណាអ្នកនរគ្នាហើយគាត់ធ្វើការជានារីលក់ខ្លួនផងហើយនឹងជានារីដូចថារាំជា show ជាអីក្នុងកប៉ាល់អីអញ្ចឹងណានៅឯបាលីហ្នឹងបាលីប្រទេសឥណ្ឌូនេស៊ីហ្នឹងហើយនៅពេលដែលគាត់ទៅរស់នៅនៅហ្នឹងគឺគាត់ក៏បានមានមិត្តភក្តិថ្មីមានការងារថ្មីក៏មានសង្សារដែរអញ្ចឹងសង្សារហ្នឹងគឺឈ្មោះ Marcus ហ្នឹងឯងបរិបទដែលជនជាតិអូស្ត្រាលីហ្នឹងនិយាយពីប្រវត្តិប្តីហ្នឹងគឺជាជនជាតិអូស្ត្រាលីដែលរស់នៅបាលីប្រទេសឥណ្ឌូនេស៊ីហ្នឹងឯងដែលគាត់ពេលថ្ងៃឡើងគឺគាត់គឺជាចុងភៅអីធម្មតាទេប៉ុន្តែនៅពេលយប់គាត់ក៏រស់ស៊ីផ្លូវភេទដូចគ្នាដែរបរិបទម្នាក់ហ្នឹងណាអញ្ចឹងនៅពេលដែលពីរហ្នឹងគឺជួបគ្នាបានឆ្លាញ់គ្នាអញ្ចឹងទៅបានយកគ្នាជាសង្សាររហូតដល់សម្រាប់ចិត្តថាអូខេគាត់ចង់រស់នៅជាមួយនឹងគ្នាជាប្រិយប្រពន្ធពេញច្បាប់តែម្ដងព្រោះសារនៅប្រទេសអូស្ត្រាលីគឺគេមានច្បាប់រៀបការភេទដូចគ្នាបានអីអញ្ចឹងណាអញ្ចឹងរៀបការជាមួយគ្នាជាមួយនឹង Marcus ហ្នឹងហើយរស់នៅក្នុងប្រទេសអូស្ត្រាលីវិញមូទៅរស់នៅក្នុងប្រទេសអូស្ត្រាលីហ្នឹងអញ្ចឹងនៅពេលដែលនៅក្នុងប្រទេសអូស្ត្រាលីហ្នឹងគាត់រស់នៅក្នុងអាផាតមិនតែមួយប៉ុន្តែនៅរស់ស៊ីបែបហ្នឹងដែររស់ស៊ីសេវាកម្មផ្លូវភេទរស់ស៊ីអីផ្សេងអញ្ចឹងណាអញ្ចឹងទៅក៏ថ្ងៃមួយហ្នឹងគឺពីរហ្នឹងពីប្តីប្រពន្ធហ្នឹងគឺមានថារស់ស៊ីផ្លូវភេទរៀងខ្លួនអញ្ចឹងទៅគេហៅថាដូច open relationship អញ្ចឹងណាដល់ពេលអញ្ចឹងទៅថ្ងៃមួយនៅពេលដែលបន្ទប់ដូចថាបន្ទប់រស់នៅមួយហ្នឹងគឺអាចនាំភ្ញៀវមកដេកជាមួយបានអញ្ចឹងទៅប៉ុន្តែបន្ទប់មួយហ្នឹងគឺប្រើ2នាក់ប៉ុន្តែដូចចែកវែងចែកថ្ងៃគ្នាអញ្ចឹងណាដល់ពេលថ្ងៃមួយហ្នឹងគឺរបៀបដូចថាខាងប្តីអ្នកខាង Marcus ហ្នឹងកំពុងតែមានភ្ញៀវដល់ពេលឲ្យ Maya ហ្នឹងខំមកថាគាត់ត្រូវប្រើបន្ទប់ដែរដល់ហើយក៏ Marcus ហ្នឹងចេញទៅក្រៅជាមួយនឹងភ្ញៀវបាត់អញ្ចឹងទៅដល់ពេលអញ្ចឹងទៅក៏មកសួរក្រោយមកភ្ញៀវហ្នឹងក៏លើសូរសំឡេងប្រពន្ធហ្នឹងឯ Maya ហ្នឹងគឺតែមក Marcus ហ្នឹងលើសូរសំឡេងលើឈ្លោះប្រកែកគ្នាអញ្ចឹងដល់ពេលហើយក៏ Marcus ហ្នឹងប្រាប់ខ្ញុំថាអូខេថ្ងៃហ្នឹងគឺគាត់សុំត្រឡប់ទៅផ្ទះវិញហើយគាត់ទៅថា take care មើលថែឆ្កែរបស់គាត់ដែលគាត់ចិញ្ចឹមនៅក្នុងផ្ទះចឹងទៅ yes ហើយខ្ញុំបញ្ជាក់មួយអ្នកទាំងអស់គ្នាពីណាគេដែលស្គាល់ Marcus ហ្នឹងដែលជាប្តីគឺគេដឹងគ្រប់គ្នាថាគាត់គឺជាមនុស្សល្អសុភាពរៀបសារអញ្ចឹងណា Marcus គឺជាមនុស្សដែលប្រើភាសាទៅគាត់ឆ្លៃសัตว์មែនទេឆ្លៃសัตว์ឆ្មាគាត់ឆ្លៃសัตว์ឆ្កែចឹងទៅអញ្ចឹងគឺជាមនុស្សម្នាក់ដែលនៅពេលដែលរឿងបែកធ្លាយចេញមកហ្នឹងគឺគេអត់មានណាគេជឿទេថាគាត់គឺជាមនុស្សបែបហ្នឹងហើយអញ្ចឹងនៅពេលដែលត្រឡប់ទៅដល់អាផាតមិនហ្នឹងវិញពីរនាក់ហ្នឹងក៏ឆ្លោះគ្នាហ្នឹងយប់ឡើងឆ្លោះគ្នាខ្លាំងទៅដល់ពេលអ្នកចិត្តខាងគេលឺទៅគេក៏ឆ្ងល់ថាអូឆ្លោះគ្នាខ្លាំងម៉េចអញ្ចឹងទៅយប់ឡើងរហូតដល់ម៉ោង1ម៉ោង2យប់ជឿហ្នឹងសម្រាប់ឆ្លោះគ្នាម្ដងទៀតលើកទី2ទៅពេលឆ្លោះគ្នាលើសូរសលេងខ្លាំងស្រីដាក់គ្នាទៅមកហ្នឹងពី3វ៉ាស់ទៅក៏បាត់លេងលឺសូរសលេងឆ្លោះគ្នាមានថាបាត់សម្លេងរបស់ប្រពន្ធហ្នឹងមួយយ៉ាងហ្នឹងដល់ពេលហើយក៏គេបានចាប់អារម្មណ៍ទៅដល់ស្អែកដល់ពេលស្អែកឡើងក៏គេចាប់អារម្មណ៍ថាអ្នកចិត្តខាងបន្ទប់អាផាតមិនហ្នឹងគេធំក្លិនស្អុយហ្នឹងហើយដល់ពេលធំក្លិនស្អុយចឹងទៅគេក៏រៀងគេដំបូងគេមិនសង្ស័យគេក៏បាន spray ក្អូបអីពេញអាផាតមិនហ្នឹងជាប់ហ្នឹងចឹងទៅក្លោក្លិនមកពីណាមកពីណីចឹងណាដល់ពេលហើយស្អែកឡើងទៀតចឹងទៅក៏គេនៅតែធំក្លិនស្អុយចឹងទៅគេក៏មានអ្នកចិត្តខាងម្នាក់ហ្នឹងក៏គេបានលោបមើលទ្វាររបស់ Marcus នៅពេល Marcus បើកទ្វារចឹងណាគេក៏ធំក្លិនស្អុយគេក៏ស្រែកសួរ Marcus ក៏សំទោសថាគាត់កម្ដៅមហូបអីចឹងទៅក៏ហើយក៏ខ្លោចអីធ្វើឲ្យស្អុយចឹងទៅគាត់កម្ដៅស៊ុបអីចឹងទៅហ្នឹងហើយហើយគេក៏បានសួរពីម៉ាយ៉ាថាមិនបានម៉ាយ៉ាអត់ដែរឃើញចឹងថ្ងៃ2ថ្ងៃហ្នឹងគាត់និយាយថាគាត់ឈ្លោះនឹងម៉ាយ៉ាហើយម៉ាយ៉ាហ្នឹងឃើញចេញពីផ្ទះបាត់អត់តឃើញមកវិញអីចឹងទៅហ្នឹងហើយរហូតដល់ថ្ងៃបន្ទាប់ទៀតចឹងទៅវារហូតដល់មួយថ្ងៃហើយសុកហ្នឹង Marcus ហ្នឹងគឺអាចក្រានអគិសនីរបស់គាត់គឺសុកគឺដាច់ភ្លើងណាទាំងអស់គ្នាវាភ្លើងវាដាច់ទៅដាច់មករហូតចឹងទៅវាអត់វាភ្លើងវាដាក់ស្រួលចឹងទៅគាត់ក៏បានហៅជាងមកមើលជាងភ្លើងហ្នឹងនៅពេលដែលចូលអំឡុងក្នុងបន្ទប់ហ្នឹងគឺធំនឹងស្អុយមែនតើហើយគាត់ក៏សួរថាធំដល់គេដល់ហើយប៉ែននិយាយថាគាត់ហ្នឹងធ្វើស៊ុបអីចឹងស៊ុបសាច់ជ្រូកហើយដល់ពេលហើយក៏ជាងភ្លើងហ្នឹងនិយាយលេងចឹងណាថា
ស៊ុបសាច់ជ្រូកសាច់ជ្រូកធ្វើដូចម្ហូបឆ្កែអញ្ចឹងស្អុយអញ្ចឹងណាគេនិយាយលេងអញ្ចឹងតែក៏រៀងសង្ស័យដែរដល់ពេលសង្ស័យជាងភ្លើនក៏និយាយថាជាដើម្បីតភ្លើងជួសជុលអាហ្នឹងគាត់ត្រូវការទៅប្រែតទៅមើលអាប្រែតធំនៅខាងអាផាតមិនខាងក្រោមអញ្ចឹងជួយសុំ manager នៅក្នុងអាផាតមិនឲ្យតិចមកសុំការអនុញ្ញាតថាគាត់នឹងចូលឆែកមើលម៉ាស៊ីនធំអញ្ចឹងណាហើយក៏មកក៏នឹងទៅសុំ manager ហ្នឹងគឺជាអ្នកដែលរស់នៅបន្ទប់ចិត្តដែរគាត់ក៏ធំក្លិនក៏សង្ស័យដែរគាត់ក៏បានមកដល់អីចឹងទៅហើយគាត់ក៏សុំ Marcus នឹងចូលក្នុងបន្ទប់ដើម្បីឆែកមើលទៅខ្លាចមានការឆេះឆាបភ្លើងថ្ងៃក្រោយអញ្ចឹងណាដល់ពេលហើយ Marcus នឹងរៀងដូចថាកាយអត់ឲ្យគេចូលប៉ុន្តែ manager គឺទាចូលដល់ពេលទាចូលទៅ manager ស្រីហ្នឹងគាត់ក៏ដើរទៅគាត់ធំហ្នឹងស្អុយតែប៉ុន្តែគាត់ក៏អត់ចាប់អារម្មណ៍អីហ្មងដែរប៉ុន្តែគាត់ក៏ប្រទះឃើញមានឈាមប្រមាណតំណក់មិនប្រមាណតំណក់គឺច្រើនតំណក់មែនតើនៅលើក្រោលើអីតែគាត់ជូតអត់អស់អីចឹងណាដល់ពេលហើយក៏គាត់ប្រឹងធ្វើធម្មតាធ្វើដូចបានឃើញអីចឹងប៉ុន្តែគាត់លួចយកទូរស័ព្ទមកថតទុកហ្នឹងហើយនៅពេលដែលគាត់ចេញពីបន្ទប់ហ្នឹងមកវិញមួយជាងភ្លើងមួយអីហើយរួចរាល់ហើយគឺ manager ណាចាំយូរទេគឺ call ទៅប៉ូលីសតែម្ដងនៅប្រទេសអូស្ត្រាលីហ្នឹងអញ្ចឹងនៅពេលដែល call ទៅប៉ូលីសមកហើយខ្ទង់3ថ្ងៃហ្នឹងប៉ូលីសក៏បានអាពេលចូលឆែកមិនគឺមក3ថ្ងៃតែដល់ពេលយប់ឡើងក៏ call ទៅប៉ូលីសពេលបានមកពេលយប់ដល់ពេលយប់ឡើងប៉ូលីសមកដល់ទៅគោះទ្វារអញ្ចឹងទៅក៏សើបសួរសាក់សួរថាមកយ៉ាងនោះណាអញ្ចឹងទៅហើយអ្នកឯងធំខ្លួនគេស្អុយមិនបន្ទប់អីអញ្ចឹងទៅសួរប្រហែលសំណួរអីអញ្ចឹងទៅ Marcus ហ្នឹងគាត់និយាយថាឥឡូវចាំអីទេចាំគាត់ឲ្យឆែកចូលឆែកមកក្នុងបន្ទប់ក៏តែឥឡូវគាត់សុំចូលក្នុងបន្ទប់ចាប់ឆ្កែហ្នឹងក្រុងនៅក្នុងត្រង់សិនគាត់ថាគាត់ចាប់ឆ្កែដាក់ចូលក្នុងត្រង់សិនអញ្ចឹងណាចាំចូលមកពេលគាត់ទ្វារបន្ទប់ហើយគាត់ក៏ចូលមកក្នុងបន្ទប់របស់គាត់អត់បានចាប់ឆ្កែចូលក្នុងត្រង់អីទេគឺគាត់លើកខ្លួនថាប៉ូលីសគឺចិត្តមកដល់ទម្លាយការសម្ងាត់របស់គាត់ហើយអញ្ចឹងគឺគាត់ក៏ហក់ចេញពីប្រអួចអាផាតមិនរបស់គាត់ហ្នឹងដើម្បីរត់ដូចខ្លួនអ្នកទាំងអស់គ្នាអញ្ចឹងគាត់រត់បាត់ហើយអញ្ចឹងដល់ពេលប៉ូលីសដឹងថាគាត់នឹងបានរត់បាត់គេបំបែកគ្នាជាពីរក្រុមមួយក្រុមគឺចូលមកក្នុងបន្ទប់អាផាតមិនហ្នឹងហើយមួយក្រុមទៀតគឺរត់ទៅតាមចាប់ Marcus ហ្នឹងមួយក្រុមដែលគេចូលមកក្នុងអាផាតមិនរបស់គេបានឃើញសាកសពនឹងឯជាកំណាត់តែម្ដងរបស់ម៉ាយ៉ាងហ្នឹងដែលជាប្រពន្ធហ្នឹងគឺគាត់បានសម្លាប់ដាក់ចូលទៅក្នុងថង់ផ្លាស្ទិកហើយដាក់ចូលទៅក្នុងម៉ាស៊ីនបោកកៅអៅអ្នកទាំងអស់គ្នាហ្នឹងអញ្ចឹងបានធំក្លិនហ្នឹងហើយគឺគេឃើញស្នាមកាត់អីផ្សេងស្បើយជើងដៃអីគឺនៅចង្ហាន់បាយទៅជាកណាត់តែម្ដងហើយគាត់ព្យាយាមរំលាយសាកសពហ្នឹងព្រោះនៅពេលចូលមកគេធំក្លិនសារធាតុគីមីម្យ៉ាងដែលអាប៉ែ Marcus ហ្នឹងទិញមកដើម្បីរំលាយសាកសពហ្នឹងចំអិនកម្ដៅជាមួយនឹងភ្លើងឲ្យខ្លាំងហើយក៏មានសារធាតុហ្នឹងដែលគេហៅថា bleach ហ្នឹងដាក់ចូលជាមួយនឹងសាច់មនុស្សទៅដើម្បីរំលាយអសតឆ្អឹងអីចឹងទៅក៏ព្យាយាមរំលាយសាកសពហ្នឹងប៉ុន្តែអត់ទាន់បានរំលាយអស់អីទេគឺប៉ូលីសក៏បានមកដល់ចឹងទៅក៏បានដឹងរឿងហ្នឹងហើយ Marcus ហ្នឹងក៏រត់ខ្លួនបាត់ប៉ុន្តែនៅពេលដែលតាមចាប់គាត់ចុងក្រោយគេក៏បានរកឃើញ Marcus ហ្នឹងអ្នកទាំងអស់គ្នាគឺនៅក្នុងធុងសម្រាមនៅចិត្តអាប៉ាតមិនហ្នឹងទេប៉ុន្តែគឺគាត់បានសម្លាប់ខ្លួនបាត់ទៅហើយគាត់សម្លាប់ខ្លួននៅក្នុងធុងសម្រាមតែម្ដងអ្នកទាំងអស់គ្នាប៉ុន្តែគេខ្ញុំអត់បានខ្ញុំសើចមើលព័ត៌មានប៉ុន្តែគេបានបញ្ជាក់ថាគាត់សម្លាប់ខ្លួនដោយសារតែអីទេតែប្រហែលជាអាចសម្លាប់ខ្លួនដោយការបំពុលខ្លួនឯងអីចឹងណានៅក្នុងធុងសម្រាមហ្នឹងហើយអញ្ចឹងគាត់ក៏បានស្លាប់ដូចគ្នាដែរអញ្ចឹងគឺគាត់ស្លាប់ទៅជាមួយនឹងការប៉ັດទាំងអស់ដែលគេអត់ដឹងថាតើមានរឿងកើតឡើងប៉ັດប្រកាសជាមួយនឹងប្តីប្រពន្ធហ្នឹងថ្ងៃឈ្លោះគ្នាដោយសារតែរឿងអីគេហើយសម្លាប់គ្នាដោយបែបមិនអីអញ្ចឹងហើយហេតុផលអីគេបានឈ្លោះគ្នាគឺគេអត់បានដឹងទេអញ្ចឹងគឺពីអ្នកគាត់ហ្នឹងគឺស្លាប់ទៅជាមួយនឹងការប៉ັດតែម្ដងអញ្ចឹងទៅអ្វីដែលសេតបំផុតគឺគ្រួសារខាងម៉ាយ៉ាងហ្នឹងដែលនៅប្រទេសឥណ្ឌូនេស៊ីហ្នឹងគេបានបញ្ជូនសាកសពហ្នឹងទៅធ្វើបុណ្យតាមប្រពៃណីនៅប្រទេសឥណ្ឌូនេស៊ីវិញអញ្ចឹងទៅហើយអ្នកភូមិក៏គេមកចូលរួមរំលែកទុក្ខជាមួយនឹងក្រុមគ្រួសារនិងម្ដាយសាកសពអញ្ចឹងទៅអញ្ចឹងនេះគឺជារឿងដែលសេតមែនតើសម្រាប់អ្នកទាំងអស់គ្នាតើមានមតិយ៉ាងណាដែរចំពោះរឿងក្តីនេះខ្ញុំ Lawrence សូមអរគុណច្រើនផលិតផលកូរ៉េផលិតផលរបស់ MIE ដែលកំពុងតែផ្ទុះខ្លាំងដើម្បីមែនតើអ្នកទាំងអស់គ្នាគឺខ្ញុំឃើញមាន fan ជាច្រើនផលិតផលហ្នឹងហើយគឺឃើញថាល្អគ្រប់គ្នាហ្មងអ្នកទាំងអស់គ្នាដោយសារតែមកចូលនេះបើនិយាយចំទៅគឺវាមានគ្រប់មុខគ្រប់ step តែម្ដងអ្នកទាំងអស់គ្នាគឺ step ទី1គឺយើងលាងមុខជាមួយនឹង foam លាបមុខទៅដល់កូជូរបស់ brand របស់ MIE សិនដែល foam លាបមុខនេះគឺមកទីបនេះគឺអ្នកទាំងអស់គ្នាគឺច្រើនមានលឺខ្លាំងមែនតើគឺប្រើ3ខែអីមិនទាំងអស់ផលអ្នកទាំងអស់គ្នាហើយនៅពេលលាងមុខគឺមានអារម្មណ៍ថាមុខគឺវាច្រាសស្អាតជាមួយនឹងបាក់តេរីជាកខ្វក់ផ្សេងគឺលាងជ្រាបបានស្អាតមែនតើអ្នកទាំងអស់គ្នាបើសិនជាអ្នកទាំងអស់គ្នាប្រើអ្នកទាំងអស់គ្នាចាំបាច់តែបន្តិចមកក៏មានពពុះច្រើនពេញមុខដែលលាងទៅគឺបានសក់មុខល្អដែរអ្នកទាំងអស់គ្នាចុះបន្ទាប់ពីប្រើ foam លាបមុខហ្នឹងហើយដែលជួយធ្វើឲ្យមុខហ្នឹងគឺអស់បាក់តេរីអស់លើមុខដែលកខិតហ្នឹងហើយគឺអ្នកទាំងអស់គ្នាអាចប្រើជាមួយនឹងសម្លេងជូតមុខបានដែរមួយកំប៉ុងនេះគឺតែ$20ជាងទេគឺ free ជាមួយថ្នាំថ្មីចំនួនមកទីថ្នាំថ្មីកូរ៉េអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងគឺសម្លេងនេះគឺក្រាស់មែនតើអ្នកទាំងអស់គ្នាមកស្លឹកអ្នកទាំងអស់គ្នាខ្ញុំប្រើឡើងអត់កន្លះកំប៉ុងនេះអ្នកទាំងអស់គ្នាហ្នឹងហើយសម្លេងជូតមុខគឺជូតគឺកាន់តែជូតធ្វើមុខអ្នកទាំងអស់គ្នាគឺសភ្លឺថ្លាបំបត្តិស្នាមបាត់មុនជាពិសេសគឺបំបត្តិស្នាមហ្នឹងតាមដងខ្ញុំបំបត្តិស្នាមបានលឿនព្រោះមុខរបស់ខ្ញុំចាប់ពីមុនផលិតផលរបស់ brand របស់ MIE គឺខ្ញុំកាត់មុនច្រើនមុនគឺវាមិនសូវមានតែបើស្នាមគឺខ្ញុំស្នាមរៀងច្រើនដែរតែឥឡូវគឺមុខខ្ញុំបាត់ស្នាមបានច្រើនមែនតើអ្នកទាំងអស់គ្នាតែសម្លេងជូតមុខមុននេះគេហៅថាសម្លេងជូតមុខភ្លោះយិនសិនដែលផ្សំមកពីយិនសិនអ្នកទាំងអស់គ្នាហ្នឹងហើយអញ្ចឹងបន្ទាប់ពីជូតសម្លេងជូតមុខឲ្យអ្នកទាំងអស់គ្នាប្រើជាមួយនឹងស្រោមភ្លោះនេះបានអ្នកទាំងអស់ស្រោមភ្លោះគឺវាមានសងខាងវាមាន jelly មួយចំហៀងវាមានរបៀបស្រោមគ្រីមមួយចំហៀងអ្នកទាំងអស់អញ្ចឹងអ្នកទាំងអស់គ្នាអាចចុចក្នុងពេលតែមួយចេះហ្មងទៅនឹងវាចេញមកទាំងពីរចឹងហ្មងហើយសាច់ស្រោមនេះអ្នកទាំងអស់គ្នាអាចច្បងចូលគ្នាទៅលាបទៅលើមុខគឺកាន់តែលាបគឺមុខអ្នកទាំងអស់គ្នាកាន់តែ smooth កាន់តែសស្អាតហើយសម្រាប់មុខដែលគាត់ជ្រីវជ្រួញអ្នកគាត់មានអាយុច្រើនហើយក៏គាត់អាចប្រើទៅបានដែរអ្នកទាំងអស់គ្នាព្រោះថាអានេះវាជួយបតង់ស្បែកមុខអ្នកទាំងមុខរបស់ខ្ញុំរៀងតឹងជាងមុនដោយសារខ្ញុំប្រើជាមួយនឹងស្រោមហ្នឹងឯងនេះក៏វាជាស្រោមដែលផ្ដល់សំណើមខ្លាំងតែមុខរបស់យើងនៅពេលដែលមានសំណើមខ្លាំងគឺវាឆាប់ជ្រីវជ្រួញជាអ្នកទាំងអស់គ្នាចុះបើសិនជាអ្នកទាំងអស់គ្នាចង់ប្រើប្រាស់ជាមួយផលិតផលទាំង3មុខមួយឈុតនេះតែម្ដងពី brand របស់ MIE គឺអ្នកទាំងអស់គ្នាអាចរកទិញបានតាម page ទាំង3ខាងលើនិងលេខទូរស័ព្ទខាងលើដែលខ្ញុំដាក់នឹងអ្នកទាំងអស់គ្នាគឺខ្ញុំធានាគឺល្អមែនទេអ្នកទាំងអស់គ្នាប្រើតែមួយខែគឺផលិតផលច្រើនមែនទែនខ្ញុំ Lawrence សូមអរគុណច្រើន